នៅមុនសតវត្សទី18ប្រជាជនទូទៅនៅលើពិភពលោកភាគច្រើនលើសលប់រស់នៅក្នុងភូមិតូចៗនៅតាមទីជនបទហើយប្រកបរបរចិញ្ចឹមជីវិតដោយការដាំដុះចិញ្ចឹមសត្វឬសកម្មភាពសិប្បកម្មផ្សេងៗទៀតពួកគេបរិភោគចំណីអាហារដែលបានមកពីដំណាំដែលគេដាំដោយខ្លួនឯងស្លៀកសម្លៀកបំពាក់និងប្រើប្រាស់សម្ភារៈដែលគេផលិតដោយខ្លួនឯងហើយសកម្មភាពទិញដូរកើតមានយ៉ាងតិចតួចបំផុតនៅពេលនោះអ្វីៗទាំងអស់ត្រូវធ្វើឡើងដោយដៃដោយប្រើកម្លាំងមនុស្សឬសត្វចិញ្ចឹមដូចជាគោក្របីឬសេះជាដើមហើយសកម្មភាពផលិតភាគច្រើនធ្វើឡើងតែតាមផ្ទះជាលក្ខណៈគ្រួសារដែលផ្ដល់ផលក្នុងកម្រិតទាបមានប្រាក់ចំណូលតិចតួចហើយប្រជាជនភាគច្រើនមានជីវភាពខ្សត់ខ្សោយក៏ប៉ុន្តែនៅចុងសតវត្សទី18ពិភពលោកបានស្គាល់នូវការវិវត្តដ៏សំខាន់បំផុតមួយដែលគេឲ្យឈ្មោះថាបដិវត្តន៍ឧស្សាហកម្មបដិវត្តន៍ឧស្សាហកម្មដែលជាចំណុចរបត់នៃការផ្លាស់ប្ដូររបៀបរស់នៅរបស់មនុស្សជាតិពីការពឹងផ្អែកជាចម្បងលើសកម្មភាពកសិកម្មទៅជាការប្រកបរបរចិញ្ចឹមជីវិតដោយសកម្មភាពឧស្សាហកម្មអ្វីៗបានចាប់ផ្ដើមឡើងជាដំបូងនៅក្នុងប្រទេសអង់គ្លេសបដិវត្តន៍ឧស្សាហកម្មចាប់ផ្ដើមចេញពីអង់គ្លេសដោយសារកត្តាច្រើនយ៉ាងទី1គឺវត្ថុធាតុដើមអង់គ្លេសនៅពេលនោះគឺជាប្រទេសដែលសម្បូរទៅដោយរ៉ែឈូងថ្មនិងរ៉ែដែកដែលជាវត្ថុធាតុដើមសំខាន់បំផុតសម្រាប់វិស័យកសិកម្មកត្តាសំខាន់ទី2គឺចំណេះដឹងនៅក្នុងអំឡុងសតវត្សទី18អង់គ្លេសមានអ្នកប្រាជ្ញល្បីៗជាច្រើនអ៊ីសាក់ ញូតុនដែលជាអ្នកប្រាជ្ញមានឈ្មោះល្បីល្បាញបំផុតរហូតមកទល់នឹងពេលបច្ចុប្បន្ននេះគឺជាអ្នកប្រាជ្ញអង់គ្លេសហើយក្រៅពី ញូតុនអង់គ្លេសនៅមានអ្នកប្រាជ្ញជាច្រើនទៀតជាពិសេសខាងផ្នែករូបវិទ្យានិងខាងវិស្វកម្មចំណេះដឹងរបស់អ្នកប្រាជ្ញអស់ទាំងនេះបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការបង្កើតបច្ចេកវិទ្យាថ្មីៗជាច្រើនដូចជាការបង្កើនប្រសិទ្ធភាពក្នុងការប្រើថាមពលទឹកការប្រើធ្យូងថ្មជាប្រភពថាមពលជំនួសឲ្យអុសការបង្កើតម៉ាស៊ីនដាល់ដោយចំហាយទឹកបច្ចេកទេសក្នុងការផលិតដែកជាលក្ខណៈឧស្សាហកម្មព្រមទាំងបច្ចេកទេសខាងផ្នែកមេកានិកក្នុងការបង្កើតគ្រឿងម៉ាស៊ីនជាច្រើនផ្សេងទៀតសម្រាប់ប្រើនៅក្នុងវិស័យផលិតកម្មជំនួសដោយការផលិតដោយដៃការផលិតដោយប្រើម៉ាស៊ីនទាំងនេះធ្វើឲ្យគេទទួលបានទិន្នផលច្រើនជាងការផលិតដោយដៃរាប់រយឬរហូតដល់រាប់ពាន់ដងកត្តាដ៏សំខាន់មួយទៀតដែលនាំឲ្យមានបដិវត្តន៍ឧស្សាហកម្មចាប់ផ្ដើមនៅអង់គ្លេសគឺកត្តានយោបាយនិងសង្គមគេឃើញថាចាប់តាំងពីមានបដិវត្តន៍បង្កើតរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅចុងសតវត្សទី17អង់គ្លេសគឺជាប្រទេសមួយដែលមានស្ថិរភាពទាំងខាងផ្នែកនយោបាយនិងខាងផ្នែកសង្គមម្យ៉ាងទៀតរដ្ឋាភិបាលអង់គ្លេសតែងតែប្រកាន់យកនូវនយោបាយបើកចំហក្នុងវិស័យឯកជនគឺជានយោបាយដែលលើកទឹកចិត្តដល់អ្នកបង្កើតសហគ្រាសឯកជននិងអ្នកបង្កើតទ្រឹស្ដីឬបច្ចេកវិទ្យាថ្មីៗដែលអាចបង្កើនប្រសិទ្ធភាពក្នុងការផលិតលើពីនេះទៅទៀតអង់គ្លេសនៅពេលនោះគឺជាមហាអំណាចដែលមានដែនដីអាណានិគមយ៉ាងធំធេងនៅទូទាំងពិភពលោកដែនដីអាណានិគមទាំងនោះគឺជាប្រភពវត្ថុធាតុដើមដ៏សំខាន់មួយផងហើយវាក៏ជាទីផ្សារដ៏ចម្បងមួយដែរសម្រាប់លក់ផលិតផលរបស់អង់គ្លេសនៅពេលដែលទីផ្សារកើនឡើងវាធ្វើឲ្យសហគ្រាសអង់គ្លេសកាន់តែនាំគ្នាខិតខំប្រឹងប្រែងដើម្បីរកវិធីផលិតទំនិញឲ្យបានកាន់តែច្រើននិងកាន់តែលឿនទាំងអស់នេះហើយដែលនាំឲ្យវិស័យឧស្សាហកម្មនៅអង់គ្លេសស្គាល់នូវភាពជឿនលឿនជាងគេនៅអំឡុងចុងសតវត្សទី18និងដើមសតវត្សទី19នៅក្នុងពេលដែលវិស័យឧស្សាហកម្មអង់គ្លេសកំពុងស្គាល់នូវភាពជឿនលឿនខ្លាំងនៅចុងសតវត្សទី18រដ្ឋាភិបាលអង់គ្លេសបានព្យាយាមទប់ស្កាត់មិនឲ្យបច្ចេកវិទ្យាឧស្សាហកម្មរបស់ខ្លួនត្រូវរីកសាយភាយទៅកាន់ប្រទេសផ្សេងៗទៀតក៏ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងនេះត្រូវទទួលបរាជ័យដោយសារតែមានវិស្វករឬកម្មករជំនាញព្រមទាំងសហគ្រិនអង់គ្លេសខ្លះបាននាំគ្នាធ្វើចំណាកស្រុកដើម្បីទៅស្វែងរកឱកាសការងារឬឱកាសធ្វើជំនួញនៅឯក្រៅប្រទេសបដិវត្តន៍ឧស្សាហកម្មក៏បានរីកសាយភាយចេញពីអង់គ្លេសទៅកាន់ប្រទេសផ្សេងៗទៀតនៅអឺរ៉ុបដោយចាប់ផ្ដើមពីបែលហ្សិកបន្តទៅដល់បារាំងអាល្លឺម៉ង់និងស៊ុយអែតហើយបន្តមកទៀតចេញពីអឺរ៉ុបទៅដល់សហរដ្ឋអាមេរិកគិតត្រឹមពាក់កណ្ដាលសតវត្សទី19បដិវត្តន៍ឧស្សាហកម្មបានចាក់គ្រឹះយ៉ាងមាំនៅទូទាំងតំបន់អឺរ៉ុបខាងលិចនិងនៅឆ្នេរប៉ែកខាងកើតនៃសហរដ្ឋអាមេរិក វិស័យដែលមានការជឿនលឿនខ្លាំងជាងគេនៅពេលនោះ
គឺវិស័យវិញ្ញាណភ័ណ្ឌការផលិតដែកនិងបច្ចេកវិទ្យាក្នុងការផលិតម៉ាស៊ីនជាពិសេសម៉ាស៊ីនដើរដោយចំហាយទឹកនៅតាមបណ្ដាប្រទេសដែលឆ្លងកាត់នៅបដិវត្តឧស្សាហកម្មគេសង្កេតឃើញមានរោងចក្រថ្មីរីកដុះដាលដូចផ្សិតនៅគ្រប់ទីកន្លែងហើយហេដ្ឋារចនាសម្ព័ន្ធខាងផ្នែកដឹកជញ្ជូនក៏មានការរីកចម្រើនមិនធ្លាប់ឃើញមានកាលពីមុនមនុស្សធ្វើដំណើរឬដឹកជញ្ជូនទំនិញពីកន្លែងមួយទៅកន្លែងមួយដោយថ្មើរជើងឬដើររទេះសេះការធ្វើដំណើរតាមផ្លូវទឹកវិញត្រូវធ្វើឡើងតាមទូកដោយប្រើក្តោងឬដោយការអុំឬចែវក៏ប៉ុន្តែបដិវត្តឧស្សាហកម្មបាននាំទៅរកការបង្កើតមធ្យោបាយដឹកជញ្ជូនថ្មីដែលអាចដឹកទំនិញបានច្រើនបានលឿននិងក្នុងរយៈចម្ងាយឆ្ងាយជាងមុននៅដើមសតវត្សទី19វិស្វករអាមេរិកបានសាងសង់កប៉ាល់ពាណិជ្ជកម្មដើរដោយម៉ាស៊ីនប្រើចំហាយទឹកជាលើកដំបូងហើយក្រោយមកទៀតនៅពាក់កណ្ដាលសតវត្សទី19កប៉ាល់ដើរដោយចំហាយទឹកបានក្លាយទៅជាមធ្យោបាយដឹកជញ្ជូនដ៏សំខាន់មួយឆ្លងកាត់មហាសមុទ្រអាត្លង់តិកនៅដើមសតវត្សទី19នោះដែរបច្ចេកវិទ្យានៃម៉ាស៊ីនដើរដោយចំហាយទឹកក៏ត្រូវបានវិស្វករអង់គ្លេសយកទៅប្រើនៅក្នុងវិស័យដឹកជញ្ជូនតាមផ្លូវដែកផងដែរតាមរយៈការផលិតក្បាលរថភ្លើងដើរដោយចំហាយទឹកនៅឆ្នាំ1830ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវដែកត្រូវបានដាក់ឲ្យដំណើរការជាលើកដំបូងនៅក្នុងប្រទេសអង់គ្លេសដោយតភ្ជាប់ពីទីក្រុង Liverpool ទៅទីក្រុង Manchester នៅក្នុងសម័យបដិវត្តឧស្សាហកម្មនោះប្រព័ន្ធទូរគមនាគមន៍វិញក៏បានស្គាល់នូវភាពជឿនលឿនដ៏គួរឲ្យកត់សម្គាល់ផងដែរជាពិសេសគឺតាមរយៈការបង្កើត Telegraph ដោយវិស្វករអង់គ្លេសបើនិយាយពីខាងផ្នែកសង្គមវិញបដិវត្តឧស្សាហកម្មបានធ្វើឲ្យប្រជាជនដែលកាលពីមុនរស់នៅតាមទីជនបទនាំគ្នាមករស់នៅប្រមូលផ្ដុំគ្នានៅតាមទីក្រុងដែលជាទីកន្លែងសម្បូរទៅដោយរោងចក្រនិងសម្បូរការងារធ្វើការកើនឡើងនៃសមត្ថភាពផលិតបានធ្វើឲ្យថ្លៃសម្ភារៈប្រើប្រាស់ជាពិសេសក្រណាត់និងសម្លៀកបំពាក់មានការធ្លាក់ចុះហើយប្រជាជនទូទៅមានប្រាក់ចំណូលច្រើននិងមានជីវភាពធូរធារជាងមុនក៏ប៉ុន្តែនៅក្នុងពេលជាមួយគ្នានោះមានអ្នកខ្លះបានរិះគន់ថាបដិវត្តឧស្សាហកម្មក៏បានបង្កទៅជាបញ្ហាយ៉ាងច្រើនផងដែរទាក់ទងទៅនឹងលក្ខខណ្ឌការងាររបស់កម្មករនៅពេលនោះត្រូវធ្វើចំណាកស្រុកឃ្លាតឆ្ងាយពីក្រុមគ្រួសារនិងភូមិកំណើតដើម្បីទៅធ្វើការនៅតាមទីក្រុងនៅតាមរោងចក្រកម្មករនីមួយៗត្រូវធ្វើការពី12ម៉ោងទៅ14ម៉ោងក្នុងមួយថ្ងៃហើយរោងចក្រត្រូវបានសាងសង់ដោយមិនបានគិតគូរហ្មត់ចត់អំពីសន្តិសុខនិងសុខុមាលភាពរបស់កម្មករនៅសហរដ្ឋអាមេរិកវិញការកើនឡើងនៃសកម្មភាពផលិតនៅក្នុងវិស័យវិញ្ញាណភ័ណ្ឌបានធ្វើឲ្យតម្រូវការកប្បាសមានការកើនឡើងយ៉ាងខ្លាំងហើយការទិញដូរជាសកលស្បែកខ្មៅដើម្បីយកទៅធ្វើការក្នុងចំការកប្បាសក៏មានការកើនឡើងយ៉ាងខ្លាំងដែរបញ្ហាទេសកលដែលធ្លាប់តែជាបញ្ហាចម្រូងចម្រាសស្រាប់ចាប់តាំងពីពេលកកើតសហរដ្ឋអាមេរិកមកនោះក៏បានក្លាយទៅជាបញ្ហាកាន់តែធំរហូតរាលដាលផ្ទុះទៅជាសង្គ្រាមស៊ីវិលរវាងរដ្ឋរបស់អាមេរិកនៅឆ្នាំ1861